UN ICJ និងកម្ពុជាផ្ទាល់ត្រូវធ្វើដូចម្ដេចបើថៃចាញ់ហើយបែរជាមិនព្រមធ្វើតាមសេចក្តីសម្រេចមិនខ្វល់ថាថៃចូលឬមិនចូលសវនកម្មនោះទេបើដល់ពេលតុលាការយុត្តិធម៌អន្តរជាតិនៅតែបន្តនីតិវិធីនិងបើកសវនកម្មកាត់ក្តីទោះមានវត្តមានកម្ពុជាតែម្ខាងក៏ដោយមិនខ្វល់ថាថៃទទួលស្គាល់ឬមិនទទួលស្គាល់ធ្វើតាមឬមិនធ្វើតាមនោះទេសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនៅតែមានសុពលភាពហើយពិភពលោកទទួលស្គាល់ជាមួយកម្ពុជាជារឿងចម្លែកមើលទៅទើសភ្នែកស្ដាប់ទៅទាស់ត្រចៀកថៃជាសមាជិកតុលាការយុត្តិធម៌អន្តរជាតិនិងគេឯងក្នុងពិភពលោកដែរតែបែរជាមិនទទួលស្គាល់យុត្ថាធិការនិងមិនធ្វើតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិបច្ចុប្បន្នប្រទេសទាំង193ដែលជាសមាជិកអង្គការសហប្រជាជាតិក៏ជាសមាជិកតុលាការយុត្តិធម៌អន្តរជាតិដែរនៅទីនេះមិននិយាយអំពីវិធានការរបស់អង្គការសហប្រជាជាតិទាំងមូលនោះទេយើងនិយាយអំពីវិធានការរបស់តុលាការយុត្តិធម៌អន្តរជាតិនិងវិធានការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតុលាការយុត្តិធម៌អន្តរជាតិដែលហៅកាត់ថា ICJ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហៅកាត់ថា UNSC សុទ្ធតែជាស្ថាប័នមេធាងនៃអង្គការសហប្រជាជាតិដែលហៅកាត់ថា UN ទី1ចុះបើថៃមិនព្រមឡើងតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជាបើបែបនេះមែនក៏តុលាការយុត្តិធម៌អន្តរជាតិនៅតែអាចដំណើរការនីតិវិធីនិងបើកសវនកម្មកាត់ក្តីបានដែរទោះជាមានតែកម្ពុជាក៏ដោយមាត្រា53នៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិចែងថាបើរដ្ឋភាគីម្ខាងខកខានមិនបានបង្ហាញខ្លួនឬមិនចូលរួមក្នុងដំណើរការនីតិវិធីរួមទាំងសវនកម្មផងតុលាការយុត្តិធម៌អន្តរជាតិមិនបង្អាក់ដំណើរការខ្លួនឯងក្នុងការបន្តសំណុំរឿងនិងការបើកសវនកម្មនោះទេម្យ៉ាងទៀតរដ្ឋភាគីដែលជាអ្នកដាក់ពាក្យបណ្ដឹងពលគឺកម្ពុជាក្នុងសំណុំរឿងនេះអាចស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិធ្វើសេចក្តីសម្រេចតាមការស្នើសុំរបស់កម្ពុជាយ៉ាងណាក៏ដោយតុលាការយុត្តិធម៌អន្តរជាតិត្រូវធានាថាការស្នើសុំរបស់កម្ពុជាមានមូលដ្ឋានត្រឹមត្រូវទាំងការពិនទាំងផ្លូវច្បាប់គោលការណ៍នេះធានាថាអវត្តមានភាគីម្ខាងគឺថៃមិននាំឲ្យតុលាការយុត្តិធម៌អន្តរជាតិធ្វើសេចក្តីវិនិច្ឆ័យដោយស្វ័យប្រវត្តិតាមតែការស្នើសុំពីភាគីកម្ពុជាដែលមានវត្តមានក្នុងតុលាការនោះទេទី2ចុះបើថៃចាញ់ក្តីកម្ពុជាហើយមិនទទួលស្គាល់ឬមិនព្រម